វាមានបាតុភិបជាអកុសលមិនសមបីនេះវាមានរឿងគ្រោះថ្នាក់ចរាចរណ៍មួយដែលមានការស្លាប់មនុស្សមិនសមមួយថ្ងៃបាទដែលជាអកុសលធ្វើឲ្យអ្នករត់ម៉ូតូកង់3ម្នាក់ស្លាប់ហើយអ្នកដែលបកនោះគឺជានាយនគរបាលម្នាក់គាត់ដល់អាយុនិវត្តន៍ទៅហើយប៉ុន្តែមិនទាន់ដាក់ចូលនិវត្តន៍តែជាចៃដន្យគឺមានគ្រោះថ្នាក់នេះឡើងហើយគាត់មានជាតិស្រវឹងក្នុងខ្លួនប្រជាពលរដ្ឋទោះបីជាមានគោលការណ៍នេះយើងបានអនុវត្តតាំងពីដើមអាណត្តិមកហើយគឺរាល់ការបុកមនុស្សស្លាប់ដោយមានជាតិស្រវឹងនេះគឺយើងត្រូវអនុវត្តច្បាប់ពើប៉ាត់មិនមែនត្រឹមតែដោះស្រាយនិយាយរួមអាដាមខ្ញុំក៏បានធ្លាប់បញ្ជាក់អាដាមកើតរិទ្ធក៏បានធ្លាប់បញ្ជាក់ដែរគឺគោលការណ៍នេះមិនមែនត្រឹមតែសងលុយរួចខ្លួននោះទេចំពោះអ្នកដែលបុកគេស្លាប់ហើយមានជាតិស្រវឹងក្នុងខ្លួនមិនថាអ្នកនោះជានរណាហើយយើងបានអនុវត្តហើយរហូតទៅដល់មន្ត្រីមួយចំនួនរបស់យើងមន្ត្រីសេដ្ឋកិច្ចហិរញ្ញវត្ថុដែលបុកគេស្លាប់ប្រហែលឆ្នាំមុនអត់ទាន់មានលែងទេគឺទទួលខុសត្រូវទោះបីជាសងក៏ដោយតែប៉ុណ្ណាគ្មានពីណាចង់បកកហេតុទេខ្ញុំជឿថាអ្នកបើកបុកក៏មិនមានចេតនាដែរប៉ុន្តែសកម្មភាពអង្គហេតុនេះវាបានកើតទៅហើយការធ្វើប្រហែសបានធ្វើឲ្យបាត់បង់នៅអនាគតរបស់គ្រួសារមួយជីវិតមនុស្សមួយហើយអញ្ចឹងកិច្ចការនេះគឺយើងត្រូវបន្តអនុវត្តគោលការណ៍នេះហើយប៉ុន្តែប្រជាពលរដ្ឋហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់ដោយសារតាមនីតិវិធីម្សិលមិញនេះតុលាការគឺខាត់ខ្លួនដោយនគរបាលហើយត្រូវទុកមួយរយៈដើម្បីធ្វើការស្រាវជ្រាវឲ្យហើយមិនឲ្យលើសពីឧទាហរណ៍ដូច48ម៉ោងដើម្បីបញ្ជូនកសាងសំណុំរឿងទៅតុលាការមិនអាចគ្រាន់តែចាប់ពីឡានមកភ្លាមរុញទៅតុលាការត្រូវកសាងកំណត់ហេតុអីច្បាស់លាស់អញ្ចឹងត្រូវប្រើពេលមួយរយៈតែក្នុងរយៈពេលនេះមានប្រជាពលរដ្ឋជាច្រើនគាត់បារម្ភគាត់ខ្លាចថាអ្នកផ្សេងធ្វើប្រយ័ត្នមន្ត្រីនគរបាលខ្លួនឯងអត់ហ៊ានធ្វើអត់ទេគោលការណ៍គឺច្បាស់ណាស់គោលការណ៍នេះរាជរដ្ឋាភិបាលបានចេញហើយមន្ត្រីអនុវត្តច្បាប់បានហើយព្រឹកមិញស្នងការនគរបាលរាជធានីភ្នំពេញបានចេញបញ្ជាក់ហើយជនគឺថាបង្កបានបញ្ជូនកសាងនីតិវិធីជូនទៅតុលាការហើយកិច្ចការនេះសូមបងប្អូនជឿទុកចិត្តចំមិនខុសពីរឿងស្រវឹងបុកគេស្លាប់នៅក្រោមស្ពាននោះទេគឺនឹងត្រូវទទួលខុសត្រូវមិនឲ្យរួចខ្លួនមិនថាជាមន្ត្រីនគរបាលឬមន្ត្រីជាន់ខ្ពស់ណានោះទេបាទរឿងសងដោះស្រាយផលប៉ះពាល់គោលនយោបាយទៅជនរងគ្រោះទៅធ្វើប៉ុន្តែការទទួលខុសត្រូវចំពោះមុខច្បាប់ក៏ត្រូវតែត្រូវធ្វើអត់មានជោគជលនោះទេសូមបញ្ជាក់ប៉ុណ្ណេះហើយសូមឲ្យបងប្អូនឈប់បារម្ភហើយឈប់សំដែងនៅការបន្ទុកចិត្តទៅលើអាជ្ញាធររបស់យើងទៅលើប្រព័ន្ធច្បាប់របស់យើងបានដាក់បទបញ្ជាច្បាស់លាស់ហើយរឿងកិច្ចការទាំងអស់នេះជាពិសេសតាក់ទងរឿងបុកស្លាប់គឺនាយករដ្ឋមន្ត្រីតាមផ្ទាល់តែម្ដងតុលាការនិងសមត្ថកិច្ចក្រសួងសាធារណសុខបានដឹងច្បាស់ហើយ